បងប្អូនព័ត៌មានក្តៅពីអាមេរិកលោកប្រធានាធិបតី Donald Trump កំពុងអំពាវនាវដល់គណៈបករបស់លោកគណៈបកសាធារណរដ្ឋឲ្យលោកបំបត្តិចោលនៅនីតិវិធីរារាំងការអនុម័តច្បាប់ Senate Filibuster និងប្រើប្រាស់នៅអ្វីដែលលោកហៅថាជំរើស Nuclear Option លោកថ្លែងថាវាជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ការបិទស្ថាប័នរដ្ឋាភិបាលដែលឥឡូវនេះមានរយៈពេលប្រហែល1ខែដោយបន្សល់ទុកនៅបុគ្គលិករដ្ឋាភិបាលរាប់ពាន់នាក់មិនទាន់ទទួលបានប្រាក់ខែហើយសេវាកម្មជាច្រើនត្រូវបានបិទដូច្នេះតា Filibuster គឺជាអ្វីវាជាច្បាប់របស់ព្រឹទ្ធសភាដែលធ្វើឲ្យការអនុម័តច្បាប់មានការលំបាកជំនួសឲ្យការបោះឆ្នោតត្រឹមតែ51សំឡេងវិក័យប័ត្រច្បាប់ភាគច្រើនតម្រូវឲ្យមាន60សំឡេងដើម្បីបោះជំហានទៅមុខនោះផ្ដល់ឲ្យគណៈបកភិកតិចនៅអំណាចដើម្បីពន្យាពេលឬរារាំងការបង្កើតច្បាប់លោកត្រាំអះអាងថាប្រសិនបើគណៈបកសាធារណរដ្ឋដកច្បាប់នេះចេញពួកគេអាចអនុម័តវិក័យប័ត្រចំណាយថ្មីភ្លាមៗនិងបើកដំណើរការរដ្ឋាភិបាលឡើងវិញប៉ុន្តែមិនមែនគ្រប់គ្នាយល់ស្របទេសមាជិកព្រឹទ្ធសភាសាធារណរដ្ឋជាច្រើនរួមទាំង John Thune, Lisa Murkowski និង Thom Tillis និយាយថាការដកចេញ Filibuster នឹងបំផ្លាញតុល្យភាពរបស់ព្រឹទ្ធសភានិងផ្ដល់អំណាចច្រើនហួសហេតុដល់ភាគីតែម្ខាងម្យ៉ាងវិញទៀតសមាជិកសាធារណរដ្ឋមួយចំនួនតូចដូចជា Tommy Tuberville និង Josh Hawley និយាយថាពួកគេអាចនឹងគាំទ្រគំនិតរបស់លោក Trump ដោយលើកឡើងថាគ្រួសារកំពុងរងទុក្ខក្នុងអំឡុងពេលបិទស្ថាប័ននិងអ្វីមួយត្រូវតែផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដូច្នេះតើគំនិតរបស់លោក Trump ល្អឬអាក្រក់អ្នកគាំទ្រនិយាយថាវានឹងពន្លឿនសកម្មភាពរបស់រដ្ឋាភិបាលនិងបញ្ឈប់ការបិទស្ថាប័នអ្នករិះគន់និយាយថាវាអាចបំផ្លាញការពារដ៏សំខាន់មួយដែលរក្សាលទ្ធិប្រជាធិបតេយ្យអាមេរិកឲ្យមានភាពយុត្តិធម៌សម្រាប់ពេលនេះព្រឹទ្ធសភាមិនទាន់បានធ្វើការសម្រេចនៅឡើយទេប៉ុន្តែពេលដែលការបិទស្ថាប័នអូបន្លាយសម្ពាធទៅលើអ្នកតាក់តែងច្បាប់កំពុងកើនឡើងយ៉ាងឆាប់រហ័សនេះគឺជាពេលវេលាដ៏សំខាន់ក្នុងនយោបាយសហរដ្ឋអាមេរិកហើយការចេះចណ្ដែតអំពី Filibuster នៅតែមិនទាន់ចប់នៅឡើយទេ